មនុស្សភាគច្រើនរវល់ប្រយុទ្ធតែជាមួយសត្រូវនៅខាងក្រៅខ្លួនប៉ុន្តែអ្នកភ្លេចខ្លួនថាអ្នកមានសត្រូវដ៏ធំមួយទៀតដែលរស់នៅជាមួយអ្នកជារៀងរាល់ថ្ងៃនោះគឺចិត្តរបស់អ្នកផ្ទាល់វាគឺជាចិត្តដែលបណ្ដាលឲ្យមានសេចក្តីភ័យខ្លាចសង្ស័យខ្ជិលច្រអូសពន្យាពេលនិងខ្មាស់អៀនដែលធ្វើឲ្យយើងមិនអាចសម្រេចបាននូវភាពរីកចម្រើនរបស់ពួកយើងក្នុងពេលដ៏ស្ងៀមស្ងាត់មួយនេះពួកយើងនឹងប្រឈមជាមួយចិត្តអវិជ្ជមានឬអកុសលទាំងអស់នោះដាស់ឲ្យភ្ញាក់ឡើងនូវកម្លាំងនៅក្នុងចិត្តកម្លាំងវិជ្ជមានដែលអនុញ្ញាតឲ្យយើងបន្តដំណើរជីវិតស្វែងរកភាពអស្ចារ្យនៅក្នុងខ្លួននាទីងងឹតស្ងាត់សំឡេងខ្សឹបខ្សឹបឆ្លងកាត់ត្រចៀកអ្នកមិនអាចធ្វើបានទេហើយវាក៏បន្លឺម្ដងទៀតអ្នកមិនអាចទេសំឡេងនេះវាធ្វើឲ្យខ្ញុំមានសេចក្តីភ័យខ្លាចសង្ស័យថាខ្ញុំមិនមានលទ្ធភាពគ្រប់គ្រាន់នោះទេសំឡេងនេះវានៅតែបន្តរិះគន់តេះដៀលខ្ញុំឥតស្រាកស្រានប៉ុន្តែខ្ញុំបដិសេធមិនឲ្យវាមានជ័យជំនះលើខ្ញុំឡើយខ្ញុំដកដង្ហើមធំរំលឹកខ្លួនឯងថាខ្ញុំមិនមែនជាមនុស្សទន់ខ្សោយឡើយខ្ញុំជាមនុស្សខ្លាំងខ្ញុំមានសមត្ថភាពលើសពីសេចក្តីភ័យខ្លាចនិងក្តីសង្ស័យទាំងនោះខ្ញុំងើបឈរឡើងប្រឈមមុខដោះស្រាយគ្រប់បញ្ហាប្រឈមរាល់ពេលដែលខ្ញុំចង់ធ្វើការផ្លាស់ប្ដូរខ្ញុំតែងមានអារម្មណ៍ដូចជាសមរភូមិដ៏លំបាកមួយចិត្តរបស់ខ្ញុំខ្សឹបប្រាប់ថាចាំបន្តិចទៀតសូមសម្រាកបន្តិចសិនស្អែកចាំចាប់ផ្ដើមប៉ុន្តែស្អែកហើយស្អែកទៀតខ្ញុំអង្គុយអូសទូរស័ព្ទក្នុងពេលដែលខ្ញុំគួរតែអានឬរៀបចំផែនការខ្ញុំដេកសម្រាកក្នុងពេលដែលខ្ញុំគួរតែក្រោកឡើងបំពេញភារកិច្ចឬធ្វើការហ្វឹកហាត់ផ្សេងៗវាជាការតស៊ូជាប្រចាំរវាងភាពខ្ជិលច្រអូសនិងភាពមានវិន័យប៉ុន្តែខ្ញុំដឹងថាខ្ញុំនឹងអាចយកឈ្នះភាពខ្ជិលច្រអូសកសាងវិន័យដ៏រឹងមាំដូច្នេះហើយខ្ញុំតែងរំលឹកខ្លួនឯងថាការផ្លាស់ប្ដូរគឺពិតជាលំបាកក៏ប៉ុន្តែវាចាំបាច់សម្រាប់ការរស់រាននិងការអភិវឌ្ឍប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាជីវិតកំពុងតែជាប់គាំងអ្នកមិននៅតែម្នាក់ឯងទេតោះប្រយុទ្ធជាមួយគ្នាប្រយុទ្ធដើម្បីធ្វើការអភិវឌ្ឍធ្វើការផ្លាស់ប្ដូរគ្រប់ការធ្វើដំណើរទាំងអស់ចាប់ផ្ដើមពីជំហានទី1ឥឡូវនេះខ្ញុំចាប់ផ្ដើមជំហានទី1របស់ខ្ញុំនេះមិនមែនធ្វើឡើងដើម្បីប្រកួតប្រជែងឬជោគជាជំនះលើអ្នកណាមួយឡើយតែវាគឺជាការយកជាជំនះលើខ្លួនខ្ញុំផ្ទាល់រៀងរាល់រាត្រីខ្ញុំចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការសិក្សារៀនសូត្ររហូតដល់វេលាយប់ជ្រៅរៀងរាល់ពេលខ្ញុំផ្ដោតលើគោលដៅរបស់ខ្ញុំគ្រប់ពេលដែលខ្ញុំដួលខ្ញុំប្រឹងប្រែងរៀនសូត្រដើម្បីក្រោកឈរឡើងវិញផ្ចាញ់នៅភាពខ្ជិលច្រអូសសង្ស័យនិងភាពស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ខ្ញុំរៀងរាល់ព្រះអាទិត្យរះខ្ញុំតែងរំលឹកខ្លួនឯងថាកម្លាំងពិតគឺចេញពីក្នុងចិត្តខ្ញុំមិនគ្រាន់តែកំពុងតែផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃឡើយគឺខ្ញុំកំពុងតែផ្លាស់ប្ដូរជីវិតរបស់ខ្ញុំហើយខ្ញុំក៏កំពុងតែបានជួយផ្លាស់ប្ដូរអ្នកឯទៀតនៅក្នុងដំណើររបស់ខ្ញុំមួយនេះជ័យជំនះពិតប្រាកដគឺចាប់ផ្ដើមពីក្នុងចិត្តរបស់យើងនៅពេលព្រះអាទិត្យរះទង់ជាតិប្រាសាទអង្គរវត្តនៃប្រជារាជាណាចក្រកម្ពុជាយើងបក់រវិចរវិចជាទីមោទនៈដែលនេះគឺជាសញ្ញាណនៃភាពធន់របស់ជាតិសាសន៍យើងជាតិខ្មែរយើងមិនខ្វះធនធាននោះទេតែយើងខ្វះវិន័យខ្មាស់ស្មារតីក្នុងការចង់កែប្រែនិងអភិវឌ្ឍខ្លួនសាកស្រមៃមើលបើសិនជាខ្មែរយើងម្នាក់ៗអាចយកឈ្នះខ្លួនឯងបានកសិករម្នាក់ៗមានក្តីឧស្សាហ៍ព្យាយាមដើម្បីអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពផលិតកសិផលបានល្អ
កងទ័ពម្នាក់ៗខិតខំហ្វឹកហាត់និងអភិវឌ្ឍខ្លួនឲ្យទៅជាកម្លាំងជាតិដ៏ខ្លាំងក្លា មន្ត្រីគ្រប់រូបខិតខំបំពេញកាតព្វកិច្ចបម្រើជាតិបានយ៉ាងល្អនិស្សិតបញ្ញវន្តនិងពលរដ្ឋឯទៀតគ្រប់រូបបំពេញតួនាទីក្នុងជីវិតរបស់ខ្លួនបានយ៉ាងល្អនោះជាតិសាសន៍យើងនឹងអាចរកឃើញនៅឯកភាពជាតិនិងអាចคล้ายខ្លួនទៅជាអរិយប្រទេសជាថ្មីម្ដងទៀតនៅក្នុងតំបន់និងសកលលោកសូមឲ្យព្រលឹងជាតិខ្មែរដ៏ខ្ពង់ខ្ពស់របស់យើងងើបឡើងវិញតោះក្រោកទាំងអស់គ្នាសមរភូមិធំបំផុតរបស់អ្នកគឺមិននៅទីណាឆ្ងាយឡើយគឺវានៅក្នុងខ្លួនអ្នកតែម្ដងយកឈ្នះលើការគ្រប់គ្រងចិត្តរបស់អ្នកបាននោះសក្តានុពលរបស់អ្នកនឹងបង្ហាញចេញមកទាំងស្រុងតែម្ដងហើយពេលនោះហើយដែលអ្នកទទួលបានជោគជ័យលើការគ្រប់គ្រងដំណើរជីវិតរបស់អ្នកដែលពោរពេញទៅដោយពន្លឺនិងក្តីសង្ឃឹមសូមទទួលយកដំណើរជីវិតតស៊ូដ៏អស្ចារ្យនិងស្រស់បំព្រងមួយនេះហើយសូមចងចាំថាអំណាចនៃការផ្លាស់ប្ដូរគឺមាននៅក្នុងខ្លួនរបស់អ្នក